ចំពោះខ្ញុំអ្វីដែលយើងមានផែនការមុនហ្នឹងគឺសំខាន់មែនទែនព្រោះឧទាហរណ៍ថា3ឆ្នាំទៀតយើងឲ្យកូនយើងទៅរៀននៅក្រៅអញ្ចឹងយើងមានពេលគ្រប់គ្រាន់ដើម្បីត្រៀមទាំងការសិក្សារបស់កូនឲ្យគាត់ព្យាយាមខំរៀនហើយយើងជាឪពុកម្ដាយនេះយើងមានពេលគ្រប់គ្រាន់ត្រៀមថវិកាត្រៀមសូម្បីតែកាលថាប្រទេសណាដែលយើងចង់ទៅហ្នឹងគឺយើងមានពេលដើម្បីឆែកមើលថាប្រទេសហ្នឹងវាល្អមែនអត់ការសិក្សារបស់គេល្អអត់យើងអាចទទួលយកបានអត់កូនគាត់ធ្លាប់ទៅអូស្ត្រាលីកាលមុនគាត់ដូចជាការថ្នាក់ទី9ហ្នឹងគាត់ធ្លាប់ទៅប្រឡងគណិតនៅក្នុងដល់ទៅគាត់ឃើញការសិក្សាការរស់នៅការអីផ្សេងនៅក្នុងណាដល់អញ្ចឹងគាត់ស្រឡាញ់គាត់ក៏ប្រាប់ម៉ាក់ប៉ាថាចង់ទៅអូស្ត្រាលីពេលដែលមហាវិទ្យាល័យគាត់ចង់ទៅអូស្ត្រាលីខ្ញុំចង់ឲ្យកូនទៅនោះដើម្បីក្រេបយកអាចំណេះវិជ្ជាដែលគេថាល្អហ្នឹងឲ្យគាត់មានដើម្បីថ្ងៃក្រោយមកគាត់អាចត្រឡប់មកស្រុកខ្មែរវិញគឺគាត់មានការតែមានចំណេះដឹងខ្ពស់ដើម្បីអភិវឌ្ឍស្រុកយើងកុំឲ្យចាញ់គេនិយាយទៅនិយាយរួមថាសុបាយពេលដែលទទួលព័ត៌មានមកភ្លាមគឺខលប្រាប់បងប្អូនមិត្តភ័ក្តិគ្រប់គ្នាថាអូកូនបានជាប់ទៅស្រុកក្រៅហើយឥឡូវវីសាហើយយើងត្រៀមតាំងថ្ងៃចេញទៅទេអញ្ចឹងសប្បាយណាស់ឥឡូវពពោះមិត្តភ័ក្តិជប់លៀងគ្រប់គ្នាបាទការដែលទៅក្រៅប្រទេសហ្នឹងបើនិយាយទៅពីមុនលើកទី1ខ្ញុំធ្លាប់តាក់ទង agency មួយហើយក៏ដាក់ពាក្យទៅអូស្ត្រាលីដូចគ្នាប៉ុន្តែដោយសារប្រហែលជាការធ្វើប្រហែសរបស់ខាងគេហ្នឹងវាធ្វើឲ្យយើងហ្នឹងលើកទី1ធ្លាក់បាទហើយបន្ទាប់មកទៀតមិត្តភ័ក្តិរបស់កូនហ្នឹងមិត្តភ័ក្តិរបស់កូនដូចជា3 4នាក់ដែរគាត់ធ្វើបែបបតធ្វើឯកសាររៀបឯកសារតាមរយៈ Springboard ហើយពួកគាត់ជាប់ទៅអស់លេងហើយអញ្ចឹងក៏គាត់ប្រាប់មកមនីហ្នឹងថាប្រាប់ប៉ាម៉ាក់ទៅឲ្យទៅ Springboard ទៅពីគ្រោះយោបល់ខាងសាលាគាត់មានជំនាញច្បាស់លាស់គាត់ណែនាំដល់អញ្ចឹងក៏ពួកខ្ញុំក៏សម្រេចចិត្តទៅជួបហើយក៏យើងពីគ្រោះយោបល់ជាមួយអ្នកដែលរៀបចំឯកសារហ្នឹងហើយគឺយើងធ្វើអ្វីតាមគាត់ស្នើមកយើងរៀបចំតាមគាត់ហើយបើនិយាយទៅខ្ញុំសូមសរសើរខាង Springboard ទាំងបុគ្គលិកទាំងអីទាំងអស់គឺរាល់ការ call រាល់ការផ្ញើសារអីផ្សេងហ្នឹងគឺគាត់ទន់ភ្លន់គាត់ដូចថានិយាយមកយើងទទួលយកបានយើងឆ្លើយទៅក៏គាត់យល់គាត់ទទួលយកបានអញ្ចឹងរួមមកវិញខ្ញុំលើកហ្នឹងដែលទៅអូស្ត្រាលីបានហ្នឹងគឺដោយសារធ្វើការជាមួយខាង Springboard បានចំពោះខ្ញុំផ្ដាំទៅប៉ាម៉ាក់ផ្សេងរបស់កូនដែលថាមានបំណងចង់ទៅក្រៅប្រទេសហ្នឹងគួរតែគិតគូរមុនឧមាថាឥឡូវកូនយើងតបតាទី9ឬក៏ទី10ទេអញ្ចឹងយើងមានបំណងចង់ឲ្យគាត់ទៅក្រៅប្រទេសអញ្ចឹងគឺយើងគិតឲ្យហើយយើងត្រៀមមកហើយមិនថាទៅអូស្ត្រាលីមិនថាទៅបារាំងអង់គ្លេសទេយើងអាចត្រៀមទុកមុនហើយបើសិនជាក៏អាចទៅពីគ្រោះយោបល់ជាមួយ Springboard ពីឥឡូវទៅក៏បានដែរអញ្ចឹងយើងនឹងដឹងថាប្រសិនបើកូនយើងទៅរៀននៅប្រទេសនេះយើងត្រូវការស្អីខ្លះថវិកាយ៉ាងម៉េចទៅកាន់កូនគាត់ថាផ្ដាំថាពេលដែលទៅនៅស្រុកគេហ្នឹងពេលហ្នឹងគឺយើងរស់នៅម្នាក់ឯងវាអាចសុបាយផងអាចពិបាកផងលំបាកក៏ត្រូវតែពុះពៀធ្វើម៉េចឲ្យឆ្លងអាហ្នឹងហើយក៏ជាមេរៀនមួយដែរបាទកាលណាចេះធ្វើខ្លួនឯងដោះស្រាយបញ្ហាខ្លួនឯងបានអញ្ចឹងយើងទទួលបានមេរៀនមួយនៅក្នុងជីវិតយើងអញ្ចឹងថ្ងៃក្រោយយើងជួបរឿងហ្នឹងទៀតគឺយើងអភ័យទេគឺយើងមានបទពិសោធន៍គ្រប់គ្រាន់ទៅក្រៅទៅ Springboard Go Abroad Go Springboard